24ដងឈ្នះ22ដងចាញ់2ដងមិនដែលស្មើធ្លាប់បដូរដៃគូប្រកួតឲ្យសន្លប់ចំនួន11ដងប្រកួតចុងក្រោយឈ្នះពិន្ទុកីឡាករវីរៈវិហាគេមានស្រុកកំណើតនៅភូមិបឹងខ្ទុំសង្កាត់ពុនសាំងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញបន្តិចទៀតនៅថ្វាយបង្គំគ្រូតាមរបៀបឥន្ទ្រីសម្ដែងរិទ្ធវឹកហាត់នៅក្លឹបរដាល់គុណខ្មែរ Super Fight in Gym បងវឹកដោយលោកគ្រូផាតសូដាអស់លោកស្រីអ្នកនាងកញ្ញាក៏សូមស្វាគមន៍កូនគីងកងពីគីរ៉េទីគីងកងមានកម្លាំងដ៏អស្ចារ្យក្រុមយើងសម្ដែងរឹតដោយអំណាចដោយចេស្តាមានរំលីរដាស្លាប់ឆាប់យកអសងហាត្រឹមតែយើងតាគុណខ្មែរគ្រប់គ្នាគេខ្លាយរអាលោកស្រីអ្នកកញ្ញាទូរទស្សនិកជនជាទីមេត្រីដែលឡាយកីឡាករបង្គោលខៀវគេមានទម្ងន់25គីឡូក្រាមអាយុ13ឆ្នាំកម្ពស់ 1m31 ប្រកួតបានចំនួន32ដងឈ្នះ30ចាញ់2ដងចាញ់2ដងនេះគឺចាញ់រិទ្ធិគីងកុងតែម្ដងបាទផ្ដួលឲ្យគូប្រកួតឲ្យសម្រាប់ចំនួន14ដងឈ្នះប្រកួតចុងក្រោយគឺឈ្នះពិន្ទុសន្ធិម៉ាត់គេមានស្រុកកំណើតនៅភូមិស៊ីកាឃុំស្វាយជាស្រុកស្វាយជាខេត្តស្វាយរៀងថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូមកពីក្លឹបរដាល់យុវជនពន្លឺថ្មីព្រៃឯងកីឡាបងវឹកដោយលោកគ្រូមនវិរៈអស់លោកស្រីអ្នកកញ្ញាក៏សូមណែនាំមកស្គាល់កូនអន្ត្រីពីគៀតវិរៈគ្រូអិនវិចិត្របានរំលឹកនៅបទបញ្ជានៃការប្រកួតជូនរួចរាល់បាទនេះគឺអាយុបាទគីងកុង10ឆ្នាំហោះហើរ13ឆ្នាំក៏ប៉ុន្តែបើនិយាយអំពីភាពក្លាហានគឺមិនចាញ់ពីកីឡាករដែលមានអាយុពេញលេញនោះទេបាទស្លាទឹកទី1ក៏កំពុងតែបង្ហាញជូនដោយសហការីយើងត្រៀមទស្សនាការប្រកួតដ៏ជួយចិត្តបាទចាំមើលថាតើពៀន2បាទបានទៅលើកីឡាកររូបណាបាទអ្នកទាំងពីរសុទ្ធតែមានពៀនគ្រុឌគុណខ្មែរដូចគ្នាបាទលោកគ្រូអេកុសលកំពុងតែជួយរៀបចំខ្លួនជូនគីងកុងបាទរីឯលោកគ្រូតាម៉ាងម៉នក៏កំពុងតែជួយរៀបចំខ្លួនជូនទៅដល់វីរៈហោះហើរបាទការប្រកួតត្រៀមឈានចូលមកដល់ពុកម៉ែបងប្អូនសូមសំឡេងមួយបងចក្រមត្រៀមប្រងព្រៀបប្រកួតគ្រុឌគុណខ្មែរគូទី6ដែលជាគូថ្នាលដោនដើមពៀនទឹកទី1បាទរកច្រើនការប្រកួតគឺបានឈានចូលមកដល់បាទវត្តមានគណៈធិបតីក៏បាទបន្តឧបត្ថម្ភជូនដល់កីឡាករទាំងពីរតែម្ដងបាទអាដាមខំវិធីឧបត្ថម្ភជូនកីឡាករបង្គោលខៀវបាទថវិកា40,000រៀលបាទចំណែកអ្នកអង្គការស្មារតីវឌ្ឍនៈឧបត្ថម្ភជូនរដ្ឋាភិបាលគីងកុងថវិកា40,000រៀលដូចគ្នាបាទអូយបាទគ្រាន់តែចាប់ផ្ដើមភ្លាមថវិកាម្នាក់40,000ពុកម៉ែបងប្អូនក៏ចាប់ផ្ដើមហូរជូនកីឡាករទាំងពីរដូចគ្នាបាទដាក់ពៀនម្នាក់មួយបាទវិរៈហោះហើរសួរថាស្គាល់វិរៈហោះហើរអូនបាទគីងកុងថាខ្ញុំស្គាល់តើយើងធ្លាប់ប្រកួតគ្នាញឹកហើយបាទឥឡូវនេះកំពុងតែយកមួយបាទដាក់ចូលលុកតាមដៃស្ដាំបាទហោះហើរគេថាចង្វាក់ចូលចេញចូលគេថាអត់ដូរជាមួយគេថាចង្វាក់ចេញចូលឥឡូវនេះគីងកុងកំពុងតែដាក់ចូលលុកដៃមួយបាទគីងកុងដាក់ចូលទៅតិចបាទហោះហើរក៏កំពុងតែចាប់ត្រង់បាទអត់ទាន់ចេញអាវុធអត់ទាន់ដាច់ចិត្តដូចគ្នាប្រយ័ត្នដូចគ្នាណែចង្វាក់ក្តាប់ដៃអាយអូយបាទចកេះរួមណាបាទចកេះរួមមែនតើបាទពីវិរៈហោះហើររដ្ឋីគីងកុងអាចចូលទៅតិចបាទលោកឪពុកអ្នកម្ដាយទាំងសងខាងសិតតែមកបហូបដល់កម្លាំងចិត្តលើកទឹកចិត្តជូនដល់កូនប្រុសរៀងខ្លួនបាទញាក់ដូចគ្នាបាទចាប់ត្រង់ដូចគ្នាគីងកុងក៏មិនចូលហោះហើរក៏មិនចូលណែចូលបានហើយចាប់បានរុញបាទពីរដ្ឋីគីងកុងបាទចេញបាក់អាវុធមកប្រើពុកម៉ែបងប្អូនយើងហូរឡើងរង្គើសង្វៀនតែម្ដងបាទគូនេះគឺថាប្រកួតហើយគឺមិនមានចាក់ស្ពតពាណិជ្ជកម្មអីទេដើម្បីថាឲ្យពុកម៉ែបងប្អូនយើងទស្សនាបានពេញភ្នែកបាទទាំងការប្រកួតទាំងពេលវេលានៅក្នុងការសម្រាប់ឲ្យទឹកជាដើមបាទកណ្ដាប់ដៃឆ្វេងស្ដាំទៅមកបាទនេះធាក់មួយរបស់វីរៈហោះហើរបាទវីរៈហោះហើរបាទចងសក់កប៉ោយបន្តិចសិនហើយក៏គីងកុងបន្តដាក់ចូលទាត់ជើងក្រៅមួយរបស់រដ្ឋីគីងកុងបាទរដ្ឋីគីងកុងកំពុងតែសម្លឹងអាយ៉ាក្បាលក្បាច់ពិសេសប៉ុន្តែលុកដាក់ដៃស្ដាំដូរគ្នាទៅមករដ្ឋីគីងកុងដាក់ចូលបាក់កណ្ដាប់ដៃឆ្វេងស្ដាំរបស់គីងកុងបាទហោះហើរលើកដៃឃុំកំពុងតែសម្លឹងមើលដូចគ្នាបាទអូយមកប្រាយបងប្អូនយើងឆ្ងាញ់មែនទែនបាទអ្នកទាំងពីរប្រកួតឆ្ងាញ់ដោយភេសជ្ជៈបើកម្លាំងគ្រុនអញ្ចឹងបាទលោកគ្រូអិនវិចិត្របរិស្ថានបន្តការប្រកួតបាទម្នាក់ចាំត្រង់ម្នាក់ក៏ថាមិនចង់ចូលបាទទៅញាក់មួយសិនចប់ទឹកទី1បាទចប់ទឹកទី1បាទបងប្អូនយើងល្អមើលអត់បាទ
បាទល្អមើលកុំឲ្យស្ងាត់ហូរជូនអ្នកទាំងពីរមើលបាទអរគុណច្រើនសម្រាប់ក្មួយៗទាំងពីរដែលផ្ដល់នៅការប្រកួតដ៏ជក់ចិត្តសម្រាប់បងប្អូនទូរទស្សនិកជនដែលទស្សនាតាមរយៈការផ្សាយផ្ទាល់នៅលើ page នៅលើកញ្ចក់ទូរទស្សន៍ឬជាបងប្អូនដែលទស្សនានៅទីនេះផ្ទាល់រាប់ម៉ឺននាក់ក៏ជាគណៈអធិបតីយើងឃើញថាអ្នកទាំងពីរបានបង្ហាញស្នៀតគុណដ៏អស្ចារ្យបាទហើយក៏កំពុងតែបងប្អូនយើងក៏មិនហ៊ានដាក់ផ្នែកបាទទស្សនាពេលយឺតទាត់លើជួសមុទ្របែបបានឆក់បានមកដាច់ដេញតាមពីគីងកុងទាត់កាត់គៀនក្អមលោកចូលនៅវត្តស្នែកក៏បែរឆ្វេងពីហោះហើគីងកុងដើរចូលរៀងប្រយ័ត្នតិចទាត់កាត់គ្រៀតក្អមមកគីងកុងថាវរៈហោះហើដកបានមុនគីងកុងក៏វាយមិនត្រូវទាត់កាត់គ្រៀតក្អមលោកចូលបានពីដៃហោះហើវាយកាត់ខាងលើគីងកុងច្រកពងឲ្យឆ្វេងហោះហើគេចផុតទៅកលែងចកេះបាទទៅកន្លែងចកេះលោកចូលទាត់កាត់គៀនក្អមចាប់ជើងជាប់ញុកបាមកដៃស្ដាំបាទញ៉ាកដាលគ្រូអិនចិត្តណេះអីសៃដាច់ឈាមចាប់ឈាមជាប់ញុកបានមកដៃឆ្វេងរបស់គីងកុងហោះហើបានស្លាប់បោថារៀបទាំងអស់ប៉ុន្តែអត់ទៅគីងកុងទាត់កាត់គ្រៀតក្អមទាត់សងមកវិញគីងកុងដេញលោកចូលកន្លែងនេះក៏អត់ត្រូវបាទអត់ត្រូវជ្រៀនចូលដល់ទឹកទី2កំពុងតែធ្វើដំណើរមកសន្សំមកកាន់សង្វៀនដើម្បីប្រកាសជូនមហាជនថានេះគឺជាទឹកទី2សម្រាប់ការប្រកួតរបស់អ្នកទាំងពីរអ្នកឲ្យទឹកចាំងក្រៅក្រិតគុណខ្មែរគូទី6ដែលជាគូថ្នាលដណ្ដើមពានទឹកទី2ទឹកទី2សូមអោបគ្នាសូមថើបគ្នាទុកជាអនុស្សាវរីយ៍ធាក់ចេញមួយរបស់បរិយាហាទាត់កាត់គ្រៀតក្អមមកដាប់ចាក់ជង្គង់របស់ហោះហើទៅចាប់លោកចូលពីដៃ3ដៃប្រោដៃគ្រឿងខាងលើគីកុងប្រោដៃពីហោះហើដកចេញវិញបន្តទៀតគណៈអធិបតីអូបឋមជូនដល់អ្នកទាំងពីរបន្ថែមម្នាក់40ម៉ឺនរៀលបាទដើរចូលពីគីកុងបោះជង្គង់ហោះមួយចាប់គ្រឿងជាប់ចាក់ជង្គង់ពីគីកុងលើកអាលាក់បានតែញ៉ាកដាលអោបជាប់ញ៉ែគ្រាសិនគ្រូនេះល្អមើលចាក់សិនអោបគ្រឿងច្រើនទេញាក់ចូលគីកុងគៀងឲ្យលោកចូលពីដៃរបស់ព្រះអោហៅដកចេញវិញគីកុងវាយកាត់លើក៏អត់ត្រូវព្រះអោហៅរហ័សរហួនណាស់បោះជង្គង់ហោះមួយគីកុងលោកចូលមកដៃចាប់គ្រឿងជាប់គេលែងបានតែសិនញ៉ាកដាលញ៉ែហើយក៏ឲ្យបន្តការប្រកួតគីកុងគៀងព្រះអោហៅថយតាមអវងតាថយតាមវចនានុក្រមអត់សុលោកចូលមកជើងបោះអស់ចំហមកតិចងើបឡើងបាទគីកុងដើរតាមជាបន្តព្រះអោហៅឆាកស្ដាប់គៀងស្ដាប់គីកុងបវលមកជុំឲ្យលោកចូលមកដៃព្រះអោហៅដកចេញផុតទៀតហោះហើក៏ថយតាមវចនានុក្រមដែលខ្លួនបានរៀនសូត្របាទទ្រឹស្ដីដែលគ្រូបានប្រាប់ហើយគីកុងក៏ដើរចូលសំតែប្រយ័ត្នលោកចូលបានដៃដកចេញវិញពីព្រះអោហៅគីកុងដើរចូលទៅមានជំនឿចិត្តលោកចូលបានដៃពីរដៃរបស់គីកុង3ដៃស្ទួលព្រះអោហៅដកគ្នារកទីទួលសុវត្ថិភាពលោកចូលតែជាប់ពងឲ្យឆ្វេងមួយពីគីកុងទាត់លើមួយគិតផុតគីកុងដាច់តាមលោកចូលបានដៃគីកុងឆោវិញព្រះអោហៅដកខ្លួនទាត់តែព្រះអោហៅវាយកាត់ធាក់ចេញមួយលោកចូលបានវត្តស្ដីក៏បែរស្ដាប់ព្រះអោហៅដកផុតព្រះអោហៅថាអត់ទៅចូលមកដល់ត្រូវស្នៀតខ្ញុំតែក៏ចាប់ត្រង់ហោះហើថយបានតែកំប៉ុងសម្លក់សម្លឹងសិនហោះហើកំប៉ុងសម្លក់សម្លឹងរមើកន្លែងណារៀងតំណងគីងកុងក៏ដើរចូលរមើកន្លែងរៀងហំដូចគ្នាកំពុងមិត្តគ្នាទៅវិញទៅមកហើយបាទញាក់ចេញបានតែសិនញាក់ចេញបោះជង្គង់មួយហោះហើចាប់គ្នាជាប់ផ្ទះជង្គង់ពីក្រោយពីគីងកុងណែហោះហើតែហោះមែនធាក់ចេញមួយពីជង្គង់លោកចូលពីដៃរបស់ព្រះអោហៅគីងកុងចាប់ជើងជប់ឲ្យឆ្វេងចាក់ជង្គង់មួយទៅទើខ្សែរិចញ៉ាក់កដាលញ៉ែចេញសិនគីងកុងឆក់មួយទេចាប់ទឹកទី2បាទអរគុណណាស់បងប្អូនពីទឹករំលងផុតទៅយ៉ាងណាដែរបងប្អូនបាទក្រហមរីគ្រាបាទអូហូបាទអរគុណណាស់ការគាំទ្ររបស់ពុកម៉ែបងប្អូនបាទចប់ពីទឹកទាំងគីងកុងទាំងវរៈហោះហើនេះបាទគេមកលើកនេះគេមានភាពវៃឆ្លាតគេមានបច្ចេកទេសគេមានតិចនិចបាទមកនេះគឺប្លែកជាងមកលើកមុនបាទអញ្ចឹងយើងចាំមើលទឹកទី3បន្តទៀតអូបាទពីទឹកនេះបាទគឺអត់ស្រកដើរចូលបុកដើរចូលវិញមកស្នៀតមកក្បាច់មកបែបម្នាក់នេះយើងទស្សនារូបភាពយឺតបងប្អូនការសម្រុករបស់បាទរិទ្ធីគីងកុងសងទៅសងមកដូចគ្នាតែយើងប្រើកដាប់ដៃបរិយហោះហើកិច្ចបន្តិចសិនបាទដេផ្លាសេថយទាត់សងឆ្វេងទៅវិញកិច្ចផុតសងមកដៃឆ្វេងវិញក៏កិច្ចផុតទាត់ឆ្វេងមួយទៀតសងមកដៃឆ្វេងមកពេញតែម្ដងរបស់បាទបរិយហោះហើបាទនេះទៅបន្តទៀតបាទញាក់មួយដៃឆ្វេងសងដូចគ្នាមួយដៃឆ្វេងរបស់គីងកុងបរិយហោះហើកិច្ចបន្តិចបាទកិច្ចគីងកុងដេញតាមមួយដៃឆ្វេងរបស់គីងកុងមួយដៃឆ្វេងគីងកុងមួយដៃឆ្វេងគីងកុងហោះហើជាយាមកិច្ចបាទទៅបន្តទៀតដេញតាមដើរចូលមួយដៃស្ដាំឆ្វេងរបស់វរៈហោះហើវិញម្ដងបាទសងទៅសងមកដូចគ្នាកន្លែងនេះទាត់ឆ្វេងរបស់វរៈហោះហើចាប់ជើងជាប់មួយដៃឆ្វេងរបស់រិទ្ធីគីងកុងបាទក៏បន្តឈានចូលមកដល់ទឹកទី3
បាទសុំសម្លេងជូនកីឡាករទាំងពីរមួយមើល នៅទឹកចង្ក្រៅក្រិតគុណខ្មែរគូទី6ដែលជាគូថ្នាលដើមពៀនទឹកទី3ដែលជាទឹកផ្ដាច់ព្រាត់ ទឹកទី3ដែលជាទឹកផ្ដាច់ព្រាត់នរណានឹងបានពៀនមួយទៀតនរណានឹងអស់ពៀនបាទហកចាប់គ្រាបាទអាញាកដាលក៏ទាញញែកបបែមួយដៃស្ដាំឥឡូវនេះបាទគឺវត្តមានអ្នកអង្គការសំអាងវឌ្ឍនៈឧបត្ថម្ភជូនគីងកុង40ម៉ឺនរៀលបន្ថែមបាទអាយដាមកម្មវិធីឧបត្ថម្ភជូនមង្គលខៀវហោះហើរ40ម៉ឺនរៀលបន្ថែមបាទទស្សនាជាបន្តទាត់ឆ្វេងដូចគ្នាចាប់គ្រាលោកអិនវិចិត្រចុះបបែបោកជាបន្តទៀតធាក់ស្ដាំរបស់ហោះហើរគីងកុងចាប់ជើងជាប់រុញផ្ដួលអូយបាទទស្សនាជាបន្តញ៉ែមួយចាក់ជង្គង់ឆ្វេងរបស់ហើគីងកុងចាប់ជាប់អញ្ញាកដាលកម្មបបែណែសាកសមជាធនាគុណខ្មែរពិតណាទាត់ឆ្វេងរបស់គីងកុងមិនអាចឆ្វេងរបស់ហោះហើគីងកុងដេញតាមហោះហើញាក់ទាត់ឆ្វេងហោះហើមិនអាចឆ្វេងសងរបស់គីងកុងទាត់ឆ្វេងមួយទៀតមិនអាចឆ្វេងប៉េះរបស់ហោះហើបាទតាចូលដូចគ្នាតាំងឃុំដូចគ្នាប្រយ័ត្នដូចគ្នាញាក់ស្ដាំមួយរបស់វរៈហោះហើគីងកុងញាក់ដើរចូលមកវិញបាទដើរចូលវិញតាំងឃុំទាត់ឆ្វេងរបស់គីងកុងបាទគីងកុងញាក់ដើរចូលហោះហើក៏ដើរចូលទាត់ឆ្វេងគីងកុងមិនអាចឆ្វេងសងរបស់វរៈហោះហើចាក់ជង្គង់ពីគីងកុងនេះតាមមិនអាចឆ្វេងរបស់វរៈហោះហើមិនអាចឆ្វេងរបស់គីងកុងចាប់គ្រាអញ្ញាកដាលក៏បបែបាទទស្សនាជាបន្តទៀតមិនអាចឆ្វេងរបស់រិទ្ធីគីងកុងបង្គោលក្រហមបាទឥឡូវសូមសម្រួលទៅសិនអត់អីបន្តទៀតបាទញាក់មួយពីរទាត់ឆ្វេងគីងកុងទាត់ឆ្វេងសងរបស់ហោះហើមិនអាចឆ្វេងហោះហើមិនអាចឆ្វេងគីងកុងបាទសងភ្លាមដូចគ្នាធាក់ស្ដាំរបស់ហោះហើគីងកុងញាក់ដើរចូលអ្នកបាទនេះវត្តកតុយមួយរបស់ហោះហើធាក់ស្ដាំមួយទៀតគីងកុងចាប់ជើងជាប់រុញអញ្ញាកដាលក៏ចាប់បបែកដើរចូលជាថ្មីទាត់ឆ្វេងគីងកុងមិនអាចឆ្វេងសងរបស់ហោះហើគីងកុងគៀងបាទគៀងលុកកដាប់ដៃដូចគ្នាបាទគៀងហើយគៀងញាក់គីងកុងដើរចូលហោះហើញាក់ទៅញាក់មកដូចគ្នាមិនអាចឆ្វេងរបស់ហោះហើមិនអាចឆ្វេងសងពីគីងកុងចាទឹកទី3ត្រូវបានបញ្ចប់បាទ3ទឹកក៏បានបញ្ចប់ហើយបងប្អូនបាទយ៉ាងណាដែរបងប្អូនក្រហមឬខៀវបាទបើល្អដូចគ្នាយ៉ាងនេះបាទជឿជាក់ថាបបាក់ហើយបាទគូនេះបាទនេះបងប្អូនជួយមកគ្រប់គ្រងគីងកុងក៏ច្រើនគ្រប់គ្រងហោះហើរក៏ច្រើនឥឡូវយើងទស្សនារូបភាពយឺតនេះដើរចូលទាត់ស្ដាំរបស់ហោះហើមិនអាចឆ្វេងពីគីងកុងចាក់ជង្គង់របស់ហោះហើបាទទៅបន្តទៀតមកប្លង់នេះមួយដៃស្ដាំរបស់គីងកុងចាប់ជើងជាយាមរុញផ្ដួលហោះហើក៏ផ្ដួលខ្លួនសិនបាទទៅបន្តទៀតទាត់ឆ្វេងរបស់គីងកុងមួយដៃឆ្វេងសរបស់ហោះហើបាទទាញបោះជង្គង់ដូចគ្នាបាទដេញតាមទៅបន្តទៀតមួយដៃស្ដាំឆ្វេងរបស់វរៈហោះហើបាទត្រង់នេះយើងទស្សនាបន្តទៀតទាត់ឆ្វេងរបស់គីងកុងទាត់ឆ្វេងសងពីហោះហើមួយដៃឆ្វេងរបស់ហោះហើមួយដៃឆ្វេងរបស់គីងកុងបាទនិយាយគៀងដេញតាមមួយដៃឆ្វេងរបស់វរៈហោះហើហើយសងមកវិញភ្លាមដូចគ្នាបាទអរគុណច្រើនបាទយើងឃើញថាសម្រាប់ការប្រកួតរបស់បាទទំពាំងគុណខ្មែរមានគុណភាពរបស់យើងបាទពុកម៉ែបងប្អូនដែលទស្សនានៅគេឋានគឺជាង 50K បាទហើយពុកម៉ែបងប្អូនដែលទស្សនានៅបរិវេណវិមានជ័យជំនះ2ធ្នូនេះក៏ថាណែនពីពេញតែម្ដងបាទអរគុណច្រើនពុកម៉ែបងប្អូនគូនេះក្រហមឬខៀវបើសិនជាក្រហមរិទ្ធីគីងកុងសុំសម្លេងមួយបើសិនជាបង្គោលខៀវវិរៈហោះហើសុំសម្លេងមួយបាទអរគុណច្រើនការគ្រប់គ្រងរបស់ពុកម៉ែបងប្អូនប្រហាក់ប្រហែលគ្នាដូច្នេះលទ្ធផលជាក់ស្ដែងយ៉ាងណានោះសូមប្រគល់ភារៈនេះជូនទៅដល់គណៈកម្មការបច្ចេកទេសតែម្ដងបាទឥឡូវនេះគឺបាទក្រដាស់បន្ទុកគឺបានមកដល់ដៃគណៈវិនិច្ឆ័យរួចរាល់បន្តិចទៀតពុកម៉ែបងប្អូនក៏នឹងបានជ្រាបគណៈដៃកីឡាករទាំងពីរកំពុងតែរងចាំបាទវត្តមានគណៈតបដីក៏កំពុងតែចង់ដឹងថាតើគូនេះអ្នកណាជាអ្នកទទួលបានជ័យជំនះសាកសួរម្ដងទៀតពុកម៉ែបងប្អូនគិតថាក្រហមឬក៏ខៀវបាទអរគុណច្រើនប្រកល់ភារៈនេះជូនអ្នកគ្រូនាងសុចិត្រាតែម្ដងបាទចាសូមអរគុណឆ្លងកាត់ការប្រកួតចំនួន3ទឹកបន្ទុកមិនឯកច្ឆន្ទជ័យជំនះ
បានទៅកីឡាករបង្គោលក្រហម